đi tình mó này nhưng đã đây cho coi 20 đã đây cho coi ní bông ram cái vì nơi người ta lên một cái đã đây cho coi 50 đèn xanh đó đèn thì nhà cho mơ tự lên là na chứ hay treo màu cùng cái vừa đồng na rốt tray này ra cái gì quay tray đó cái kia thằng đinh xi đến cứ nó cắt đào ta này làm về cho đồng vòng rốt đi lươn đinh mốt cho tên lươn đinh cho lại cho rồi đọt toàn này rốt cái gì cái gì mua cho mua to đâyជាកម្មវិធីស្រោចទឹកលោកយាយលោកតាដែលស្ថិតនៅតំបន់បឹងធំភូមិស្រែចង់ក្បាលខ្លាឃុំសណ្ដានស្រុកសណ្ដានខេត្តកំពង់ធំផ្ទាល់ដែលបងប្អូនតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំផងដែរបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពដែលកំពុងតែនិយមតាមដានវីដេអូរបស់ខ្ញុំហើយនេះជាសកម្មភាពបាទកម្មវិធីស្រោចទឹកលោកយាយលោកតាឬក៏ហៅថាស្រង់ព្រះរស់បាទកម្មវិធីនេះរួមមានទី1ការអញ្ជើញលោកយាយលោកតាអង្គុយលើកៅអីដើម្បីត្រៀមឲ្យកូនចៅស្រោចទឹកហើយទី2បាទគណៈកម្មការលោកអាចារ្យសូត្រមន្តប្រសិទ្ធិពុកសុំពោសុំជ័យសិរីស្ដីក្នុងឱកាសឆ្នាំថ្មីហើយទី3កូនចៅរៀបចំស្រោចទឹកលោកយាយលោកតាសម្អាតខ្លួនប្រាណបាទស្រោចទឹកបាទដុសសម្អាតសាប៊ូដើម្បីឲ្យគាត់ស្អាតឬក៏ហៅមួយទៀតថាស្រង់ព្រះរស់នឹងហើយបន្ទាប់ពីស្រោចទឹកលោកយាយលោកតាសម្អាតខ្លួនប្រាណរបស់គាត់ឲ្យស្អាតបាត់ហើយកម្មវិធីបន្តទៅទៀតមានលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀតមានដូចជាការលាក់កន្សែងបាទលេងល្បែងប្រជាប្រិយលាក់កន្សែងបាទអង្គរត់ត្រីលើកគោកបាទរត់យករង្វាន់បាទជាច្រើនហើយក្នុងនោះផងដែរមានក្រុមបាទនារីបាទគាត់រត់ដើម្បីយករង្វាន់ដើម្បីអបអរសប្បាយរីករាយក្នុងកម្មវិធីនោះផងដែរហើយមានក្រុមកុមារក៏ចូលរួមលេងដែរហើយនឹងក្រុមយាយបាទក្រុមយាយក៏ចូលរួមលេងល្បែងរត់ត្រីលើគោកដើម្បីយករង្វាន់ដែរគាត់ឃើញថាសកម្មភាពរត់ត្រីអង្គរត់លើគោកយករង្វាន់ហ្នឹងឃើញថាបាទក្រុមនីមួយឃើញថាស្វាស់ស្វែងបាទដោយក្រុមនីមួយពួកគាត់បិទមុខដោយយកកម្មាហ្នឹងចងបិទមុខហើយមាននឹងរត់លើគោកដើម្បីរាវយករង្វាន់បាទបើមិនជារត់ត្រូវរាវយករង្វាន់បានគឺបានមុនគេនឹងទទួលបានរង្វាន់ធំបាទហើយអ្នកបន្តទៀតទទួលបានរង្វាន់ដូចគ្នាប៉ុន្តែរង្វាន់បន្តដូចគ្នាដែរហើយឃើញថាសកម្មភាពបាទក្រុមនីមួយក្រុមនារីក្រុមកុមារហើយក្រុមយាយនេះគឺថាបាទនិងក្រុមយុវជនផងដែរក្រុមយុវជនក៏ចូលរួមលេងកំសាន្តរត់ត្រីលើគោកដើម្បីយករង្វាន់ដែរឃើញថាសកម្មភាពដូចជាល្បែងប្រជាប្រិយបាទមួយនេះឃើញថាពិតជាសប្បាយរីករាយមែនទែនបាទការចូលរួមលេងទាំងអ្នកទេសនាទាំងអ្នកចូលរួមលេងបងប្អូនបាទកុមារីហើយយុវជនយុវតីនេះគឺថាវិទ្យាការដូចជាក្រុមនារីក្រុមស្ត្រីហ្នឹងគឺចូលរួមលេងយ៉ាងសប្បាយក៏ក្រឹកក៏ក្រែងមែនទែនបាទខ្លះទៅរត់ចំហើយរាវរមិនឃើញដកអង្រុតចេញពីរង្វាន់ក៏មានដែរបាទដោយសារអីគឺថារាវមិនប៉ះបាទហើយមានការបិទមុខបិទអីទៅគឺរាវទៅវាមិនចំហើយខ្លះទៀតក៏រត់ចេះតែរត់យកមកបាទរត់យកជាពិសេសគឺយាយហ្មងបាទគាត់អត់ខ្វល់ពីរង្វាន់ត្រូវមិនត្រូវរត់ចំទេគឺថាគឺរត់យកទៅហ្មងរត់យកមានខ្វល់រាវរករង្វាន់អីទេបាទគឺរត់លក្ខណៈធម្មជាតិដែលគាត់ធ្លាប់រត់ដេញត្រីពីចំនួនដើមគឺថាយាយម៉ែហ្នឹងគឺជំនាញណាស់បាទការរត់ត្រីពីចំនួនដើមការរត់គឺថាបណ្ដេញយកត្រីចំនួនគាត់នឹងរត់ជាក់ស្ដែងដេញយកត្រីរស់ត្រីភ្លក់លេងដែងខែបាទខែវស្សាមានទឹកឬក៏ខែកដឹកជ្រោតត្រូវហើយហ្នឹងឬក៏ខែដើមឆ្នាំនៃរដូវភ្លៀងធ្លាក់ដំបូងហ្នឹងគឺគាត់ពេញនិយមរត់ដែរបាទហ្នឹងជាល្បែងមួយដែរដែលអីខ្មែររបស់យើងបាទចូលរួមលេងទាំងអស់គ្នាដើម្បីរក្សាទុកជាការកំសាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
ជាតិខ្មែរយើងផងដែរហើយនេះមួយទៀតក៏ជាកម្មវិធីមួយទៀតគឺជាកម្មវិធីលេងលាក់កន្សែងលាក់កន្សែងឆ្មាខំកែងអូសលងហ្នឹងដែលមានបទចម្រៀងខ្មែរយើងច្រៀងផងហើយនេះគឺជាសកម្មភាពដែលបាទកុមារីបងប្អូនយុវជនយុវតីក្រុមស្ត្រីបាទហើយនឹងបងបរោះបាទចូលរួមលេងទាំងអស់គ្នាដើម្បីបង្ហាត់បង្រៀនដល់កុមារីដែលជាក្មេងចំនួនក្រោយឲ្យគាត់រៀនសូត្រតាមបាទឃើញថាអូបានកន្សែងលាក់ជាប់ដៃហើយដេញវាយបាទដេញវាយទៅដល់កន្លែងចូលច្រកចូលអង្គុយវិញបាទហើយសម្រាប់ល្បែងលាក់កន្សែងផងដែរគឺថាលក្ខខណ្ឌនៃការលេងទី1គឺអ្នកដែលចូលរួមលេងអង្គុយគៀកគ្នាយកដៃពាត់ទៅក្រោយបាទយកដៃទាំងពីរពាត់ទៅក្រោយដើម្បីលាក់ទទួលកន្សែងពីអ្នកដែលមានកន្សែងបាទហើយរវៃកន្សែងជុំវិញមួយជុំពីរជុំដឹងថាអ្នកចូលរួមម្នាក់ណាដែលផ្លេចខ្លួនហើយគឺបោះអ្នកក្បែរខ្លួនហ្នឹងគឺក្បែរខ្លួនហ្នឹងគឺឲ្យកន្សែងរួចហើយដេញវាយម្នាក់ដែលផ្លេចខ្លួនហ្នឹងបាទគឺល្បែងហ្នឹងគឺបញ្ជាក់ឲ្យឃើញថាគឺជាល្បែងមួយដែលល្វីបាទលះដៃលះភ្នែកបាទបញ្ញាគឺការគិតលះឯងថាល្បួនបាទហើយបើសិនជាមិនបានប្រយ័ត្នប្រយែងទេគឺកន្សែងដល់ដៃអ្នកមកជាហៀងខាងឆ្វេងដៃហ្នឹងគឺបត់ដល់ដៃហើយអ្នកខាងស្ដាំមិនបានប្រយ័ត្នគឺត្រូវវត្តនឹងកន្សែងហើយបាទមកខាងទៀតគឺត្រូវដេញវាយហ្នឹងហើយបាទហើយល្បែងប្រជាប្រិយលាក់កន្សែងឆ្មាខំកែអូសលងនេះគឺថាអូពីដើមឡើយគឺយុវជនពីដើមឡើយកន្លោះកមុំពីដើមឡើយគឺថាលេងសប្បាយណាស់បាទល្បែងហ្នឹងគឺសប្បាយមែនទែនបាទចំនួននោះមិនមានធំបាសមិនមានមេក្រូអីធំដុំដូចសម័យឥឡូវនេះទេមានតែល្បែងជាប្រិយខ្មែរហ្នឹងហើយឥឡូវនេះចូលដល់ល្បែងមួយទៀតគឺជាល្បែងថ្មីមួយដែរសម្រាប់យុវជនសម័យថ្មីនេះក៏ពេញនិយមលេងដែរសម័យមុនដូចជា10ឆ្នាំ5-10ឆ្នាំ20ឆ្នាំផ្លាយមុននោះក៏យុវជនជំនាន់មុនកន្លោះកមុំជំនាន់មុនក៏និយមលេងដែរគឺថាមុនចូលឆ្នាំឬក៏ចូលឆ្នាំខ្មែរគឺជាល្បែងមួយគេហៅថាល្បែង3ដក1បាទ3ដក1ល្បែងហ្នឹងគឺឈរជាគូបាទមានឆ្លាស់អាចមានស្រីមួយប្រុសមួយអាចស្រីទាំងពីរអាចប្រុសទាំងពីរបាទមកគូហើយមកគូទៀតគឺម្នាក់ដេញចាប់ម្នាក់ទៀតរត់អ្នកដេញចាប់គឺមានសិទ្ធិរត់តែបាទនៅខាងក្រោយវងទេបាទហើយអ្នកដែលត្រូវគេដេញគឺមានសិទ្ធិរត់ចល័តគ្រប់ទីកន្លែងអញ្ចឹងបើសិនជាអ្នកមុខទៅឈរបានចំអ្នកមុខគូឲ្យខ្លាយទៅជា3ហើយអ្នកក្រោយនឹងគឺត្រៀមរត់បន្តបើមិនអញ្ចឹងបើមិនរត់បន្តទេគឺត្រូវបានគេចាប់បានគឺត្រូវដេញគេម្ដងហើយបាទបើមិនអញ្ចឹងទេត្រូវដេញគេត្រូវចាញ់ខុសលក្ខខណ្ឌគឺត្រូវចាញ់ត្រូវដេញគេម្ដងហើយបាទដោយសារវីដេអូបានមកដល់ទីបញ្ចប់ហើយសូមគោរពលាពុកម៉ែបងប្អូនដែលបានចូលរួមទស្សនាវីដេអូមួយនេះផងដែរបាទហើយសង្ឃឹមថាថ្ងៃក្រោយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបើសិនជាពេញចិត្តសូមជួយ like ជួយ share វីដេអូ comment ក្នុងវីដេអូមួយនេះផងដែរបាទសូមអរគុណសូមជម្រាបលាបាយបាយ